ចម្រើនពរញាតិញោមទាំងអស់គ្នាថ្ងៃនេះអាត្មាភាពមានប្រធានបទថ្មីមួយអំពីអ្វីមិនអាចជាទីពឹងនៅពេលដែលសេចក្តីស្លាប់ចូលមកដល់ក្រៅអំពីបុណ្យកុសលឡើយមនុស្សយើងម្នាក់នៅពេលដែលសេចក្តីស្លាប់ចូលមកដល់ហើយអ្នកណាម្នាក់ក៏មិនអាចដើម្បីជាទីពឹងបានដែរនៅពេលដែលយើងឈឺចូលពេទ្យមិនអាចអ្នកដទៃមកដល់ជួយចែករំលែកថាសូមឲ្យខ្ញុំជួយចែករំលែកជំងឺអ្នកឯង 50% មកឬក៏ថាខ្ញុំសូមឲ្យអ្នកឯងនឹងកុំឲ្យកាត់ទុកពេកអីចឹងអត់បានទេឬក៏ថាមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយនៅពេលដែលសេចក្តីទុក្ខចូលមកដល់ទ្រព្យសម្បត្តិទាំងអស់នោះมันអាចដើម្បីជួយយើងឲ្យរួចផុតពីសេចក្តីទុក្ខបានឡើយនៅពេលដែលសេចក្តីស្លាប់ចូលមកដល់ណាប៉ុណ្ណាសំបីថាទ្រព្យសម្បត្តិរាប់ពាន់រាប់រយលានប៉ុណ្ណាក៏ដោយក៏มันអាចទិញពេលវេលា1ម៉ោង1នាទីបានឡើយអញ្ចឹងណានេះអាត្មាភាពលើកប្រធានបទនេះមកដើម្បីជាការសិក្សាឲ្យញាតិញោមនឹងប្រកាសណាស្វែងយល់ថាជីវិតរបស់យើងម្នាក់នេះយើងត្រូវប្រើឲ្យមានតម្លៃឲ្យមានប្រយោជន៍ដែលនៅសល់ទេណាប៉ុណ្ណាញាតិញោមខ្លះក៏វ័យរនៅក្មេងហ្នឹងទៅញាតិញោមខ្លះវ័យរឿងចាស់ហ្នឹងទៅអញ្ចឹងយើងប្រើអាយុជីវិតដែលនៅសល់នេះឲ្យជាប្រយោជន៍កុំឲ្យយកទៅជឿក្នុងអំពើបាបអំពើអកុសលអញ្ចឹងណាបងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានដាស់តឿនបរិស័ទកាលសម័យព្រះហ្នឹងដោយព្រះអង្គត្រាស់សម្ដែងនៅព្រះគាថាអ្នកសន្តិបត្តាតានាយៈអ្នកបេតានបិបិន្ទវាអន្តកេណាធិបណ្ណាសៈណដ្ឋិញតៃសុតានតាជាថាមានវែងទៅទៀតបណ្ណាអាត្មាបញ្យល់មកគាថាសិនប៉ុណ្ណាអ្នកសន្តិបត្តាតានាយៈហ្នឹងមានន័យថានៅពេលដែលសេចក្តីស្លាប់ចូលមកដល់ណាប៉ុណ្ណាអន្តកេណាធិបណ្ណាសៈនៅពេលដែលសេចក្តីស្លាប់ចូលមកដល់គឺថាកូនទាំងឡាយហ្នឹងมันអាចដើម្បីជាទីពឹងដល់យើងបានទេมันអាចជួយយើងឲ្យរួចផុតពីសេចក្តីស្លាប់បានទេអ្នកសន្តិបត្តាតានាយៈណាកូនចៅរបស់យើងมันអាចជួយយើងឲ្យរួចផុតពីសេចក្តីស្លាប់ឡើយណាអ្នកបេតានបិបិន្ទវាមិនត្រឹមតែកូនទេណាមេត្តាបៃតាពូជពងញាតិសាលោហិតក៏មិនអាចដើម្បីជួយយើងឲ្យរួចផុតពីសេចក្តីស្លាប់ជួយយើងកុំឲ្យធ្លាក់ទៅនរកជួយយើងកុំឲ្យជួបសេចក្តីទុក្ខបានឡើយណែអត់មាននរណាម្នាក់ដែលអាចជាទីពឹងបានទេណាបងណាណែហើយព្រះអង្គមិនត្រឹមតែប៉ុណ្្នឹងទេព្រះអង្គសម្ដែងថាណដ្ឋិញតៃសុតានតាញាតិទាំងអស់នរណាម្នាក់ក៏ដោយជុំវិញខ្លួនយើងមិនអាចដើម្បីជួយយើងបានទេដោយព្រះរាជាដែលព្រះអង្គជាស្ដេចប៉ុន្តែព្រះអង្គមានរាជពលបរិវារច្រើនណាស់ព្រះអង្គមានទាហានមានអ្នកហែហមព្រះអង្គច្រើនប៉ុន្តែនៅពេលដែលមច្ចុរាជចូលមកដល់សេចក្តីស្លាប់ចូលមកដល់มันអាចរាជបរិវារមកការពារព្រះអង្គបានឡើយទោះបីជាមានរាប់ម៉ឺនរាប់សែនរាប់លានអ្នកក៏ដោយក៏มันអាចការពារព្រះរាជានឹងឲ្យរួចផុតពីសេចក្តីស្លាប់បានឡើយឃើញទេអញ្ចឹងមានន័យថាអ្វីมันអាចជាទីពឹងដល់យើងបានឡើយក្រៅអំពីបុណ្យកុសលមានតែបុណ្យកុសលដែលយើងខំប្រឹងប្រែងធ្វើសំដោយល្អទើបអាចជាទីពឹងដល់យើងតក្នុងអនាគតជាតិហើយបច្ចុប្បន្នជាតិក៏វាជាទីពឹងដល់យើងផងដែរបងព្រះសម្មាសម្ពុទ្ធក៏បានទ្រង់ត្រាស់នៅព្រះគាថាតទៅទៀតថាអេតមដ្ឋវសញ្ញត្វាបណ្ឌិតោសិលិសង្វតោនៅពេលអ្នកកមណាមកឹងខបមេវវិសោធិយេដែលបានសេចក្តីថាបណ្ឌិតដឹងរហ័តនោះយ៉ាងនេះហើយអេតមដ្ឋវសញ្ញត្វាហ្នឹងដឹងរហ័តនោះយ៉ាងនេះយ៉ាងម៉េចមានន័យថាយើងដឹងថាអ្វីខាងក្រៅណាខាងក្រៅដែលយើងមិនមែនជារឿងធ្វើខ្លួនឯងណាអ្វីខាងក្រៅញាតិមិត្តក្តីទ្រព្យសម្បត្តិក្តីរបស់ខាងក្រៅក្តីมันអាចជួយយើងឲ្យរួចផុតអំពីសេចក្តីស្លាប់បានឡើយនៅពេលដែលយើងសេចក្តីស្លាប់មកដល់ក៏มันអាចជួយយើងកុំឲ្យធ្លាក់ទៅនរកបាយភូមិបានឡើយมันអាចជួយយើងកុំឲ្យជួបសេចក្តីទុក្ខបានឡើយនេះដែលព្រះអង្គសម្ដែងថាបណ្ឌិតណាបុគ្គលដែលមានការចេះដឹងដែលមានសេចក្តីសង្វេគហើយមានការរើខ្លួនចេញអំពីបាបណាអេតមដ្ឋវសញ្ញត្វាហ្នឹងគឺថាដឹងនៅថាអ្វីទាំងឡាយมันអាចជាទីពឹងបានទេណាបណ្ឌិតោសីលសង្វតោគឺថាក៏បីជាអ្នកសង្រួមក្នុងសិលណាសីលសង្វតោគឺសង្រួមជាអ្នកមានគុណធម៌មានសិលមានការធ្វើទានអញ្ចឹងទៅតាមសមត្ថភាពរបស់ខ្លួនឯងអាចធ្វើបានមានការរក្សាសិលឲ្យជាប់ជួនអញ្ចឹងទៅមានការចម្រើនអប់រំចិត្តអីចឹងទៅសីលសង្វតោណានិព្វានៈកមណងមគ្គខបមេវវិសោទយេហើយក៏បីជំរះផ្លូវដែលជាដំណើរទៅកម្មព្រះនិព្វាននិព្វានៈកមណងមគ្គណាខបមេវវិសោទយេក៏បីជំរះផ្លូវគឺអរិយមគ្គប្រកបដោយអង្គ8ណាដែលជាដំណើរទៅកម្មព្រះនិព្វាននឹងឲ្យឆាប់អញ្ចឹងណាបងនិព្វានៈកមណងមគ្គនិព្វានៈកមណងមកដូចជាដំណើរទៅកម្មព្រះនិព្វានមគ្គគឺអរិយមគ្គប្រកបដោយអង្គ8បងណាមានសមាទិដ្ឋិមានសមាវិជ្ជាសមាទិដ្ឋិការយល់ឃើញត្រូវសមាវិជ្ជាសម្ដីត្រូវសមាកម្មន្តៈការងារត្រូវសមាជីវៈការចិញ្ចឹមជីវិតត្រូវសមាវេយមៈព្យាយាមត្រូវសមាសតិសេចក្តីការរលឹកត្រូវសមាសមាធិកិរិយាតម្កល់ចិត្តឲ្យនឹងត្រូវជាដើមចឹងទៅបងទាំងអស់មាន8ណា
năng này chẳng nè bọn sầm đánh tha dương có bay chùm riết nơi phơi đôi ca chùm ra ở đây mẹ cao đam bằng bài nè bên nè cầm nè mà kén khắp mẹ vợ vì sao thế vậy oi yang chạp bị pro ấy đầm nay chỉ vừa bao dương rồi khai nứng mình men vềไปtới nắp bỏ nè đầm nay chỉ vừa bao dương rồi khai nứng cứ tha khai nè năng mình ban mới dùng một khai tê vào đa phong năng ngày đôi dương miền peri tê vào bát đó peri gì đó bao miền peri tê vào bát peri pung tập bài ca chùm mùi kia nó sạp tập bài tới peri nó chỗ tê bóng mà can chơi manu hái sạp tay miền con miền peri miền đây miền con đôi hai tới sạp em lúc ta can chơi tê bát đào vĩnh cái này nữa à đào tha đầm nay chỉ vừa bao dương cử khai men tên á nó pe tê can chơi tê bát đào vĩnh đằng nè tê ban suốt thầm mày thế bánh manh những anh tao na suốt thầm bánh manh những anh tao na tiếc á ban tê bát đào nó bánh manh khi mà cha những chỗ tê bát đào nó thành tê bờ lô nó tơមនុស្សឡhay miềnប្តីមានកូនរហូតដល់ខ្ញុំម្ចាស់ធ្វើបន់ឲ្យប្រាថ្នាមកជួបណាស្វាមីវិញហ្នឹងហើយដល់បានមកជួបវិញទៅស្វាមីសួរថាចុះមនុស្សទាំងឡាយមានសេចក្តីប្រមាទទេនាងទេពធីតាហ្នឹងក៏ប្រាប់ថាមនុស្សទាំងឡាយមានសេចក្តីប្រមាទណាអូហើយអាយុខ្លីមកប៉ុណ្ណាហើយមានសេចក្តីប្រមាទទៀតហើយមនុស្សទាំងឡាយហ្នឹងគឺថាមានសេចក្តីប្រមាទដូចជាខ្លួនអញហ្នឹងមិនចេះស្លាប់អញ្ចឹងដូចជាអាយុមកអាសង្ខ័យអញ្ចឹងទៅទេវបុត្រហ្នឹងមានសេចក្តីសង្វេគក៏នាំទេពធីតាហ្នឹងណាទៅស្ដាប់ធម៌ព្រះបានសម្រេចនៅអរិយផលចឹងទៅប៉ុណ្ណាហ្នឹងហើយចឹងត្រង់កន្លែងនេះអាត្មាចង់លើកឡើងមកថាដំណើរជីវិតរបស់យើងនេះគឺខ្លីណាស់បងมันបានមកយកមួយថ្ងៃទេវតាផងចឹងយើងប្រឹងប្រែងព្យាយាមធ្វើសេចក្តីល្អកុំឲ្យមានចិត្តចំណែនឈ្នះនេះកុំឲ្យមានចិត្តណាមច្ឆរិយសេចក្តីកំណាញ់កុំឲ្យមានចិត្តអំនួតអួតអាងកុំឲ្យមានចិត្តប្រព្រឹត្តអំពើបាបធ្វើអកុសលណាទាំងចំពោះមុខក្តីទាំងកំបាំងមុខក្តីពាក្យថាបាបនេះណាបងសម្ដែងថាទោះបីជាយើងធ្វើនៅចំពោះមុខក្តីចំពោះមុខគឺធ្វើតាមវាចាក្តីធ្វើតាមកាយក្តីថាចំពោះមុខហើយធ្វើតាមដោយកំបាំងមុខគឺធ្វើក្នុងចិត្តបាទនេះថាគិតអាក្រក់ធ្វើបាបដោយគិតក្នុងចិត្តអានឹងសុទ្ធតែជាបាបហើយអញ្ចឹងយើងក៏បីប្រើជីវិតឆ្នៃឲ្យជាប្រយោជន៍កុំឲ្យធ្លាក់ទៅលើបាបទៅលើអកុសលច្រើនពេកយើងក៏បីប្រើជីវិតនឹងឲ្យចម្រើនដោយសេចក្តីល្អចម្រើនដោយបុណ្យកុសលដើម្បីជាទីពឹងដល់ខ្លួនឯងជាទាំងបច្ចុប្បន្នជាតិនេះផងនិងតទៅអនាគតជាតិផងអញ្ចឹងក្នុងថ្ងៃនេះអាត្មាភាពព្រះភិក្ខុសន្តិធម្មទេពច័ន្ទសរិនសូមលើកប្រធានបទមកមានប្រមាណប៉ុណ្ណេះសូមលើកបុណ្យកុសលទាំងអស់ប្រគិនប្រក្រណាប្រគុណម្ចាស់គ្រប់ព្រះអង្គនិងចែកជូនដល់ញោមប្រុសស្រីគ្រប់គ្នាសូមបានជាបដិសេធនៃការរួចផនិច្ចទុកគ្រប់ព្រះអង្គគ្រប់គ្នាប៉ុណ្ណាអនុមោទនា